រឿងចចកឈួបូតិមង្សាការឆ្លៀសវៃមិនដែលស្លាប់ដោយឧបាយកលអអ្នកដតីបានដឹងថាកាលកន្លងទៅជាយូរលងណាស់ហើយមានហ្វូងសត្វជាមជាច្រើននៅអាស្រ័យក្នុងគុហាក្បែរភ្នំទៀបហេមវ័នប្រទេសក្នុងចំណោមសត្វទាំងឡាយនោះមានមេជាមួយឈ្មោះមេណូម៉ាតាជាសត្វវាងវៃប៉ិនប្រសពក្នុងឧបាយគ្រប់យ៉ាងក្នុងទីមិនឆ្ងាយពីគុហាជាលំនៅនៃជាមទាំងឡាយនោះមានសត្វចចកមួយឈ្មោះបូតិមង្សៈនិងភរិយាឈ្មោះវេនិយាននៅរួមសង្វាសគ្នាក្នុងគុហាមួយដែរចចកឈ្មោលចចកញីជាប្តីប្រពន្ធនោះបានមានមជ្ឈបាយដ៏ប្រពៃខាងការប្រវាញ់បោកសម្រាប់សត្វជាមទាំងឡាយស៊ីអស់ជាច្រើននិងចង់ស៊ីសាច់មេជាមឈ្មោះមេណូម៉ាតាជាសត្វឆ្លៀសវៃនោះទៀតទៅពោលប្រាប់ប្រពន្ធថាចូលនាងយកមេជាមឈ្មោះមេណូម៉ាតានោះជាសម្លាញ់ចោះកាលបាសេចក្តីស្រឡាញ់កើតឡើងរវាងនាងនិងមេជាមនោះហើយអញនឹងដេកធ្វើពុតជាស្លាប់នាងចូលទៅចិត្តមេជាមពោលប្រាប់ថាហេប្តីខ្ញុំស្លាប់ទៅហើយឯខ្ញុំវាតែនាងចេញគ្មានញាតិណាមួយសោះសូមអញ្ជើញនាងទៅជួយធ្វើពិធីសិរីយតុចដល់ប្តីខ្ញុំតាមសេចក្តីអង្វរនិងសង្ឃហកិច្ចរបស់នាងរវាងប្តីខ្ញុំលុះនាងពោលយ៉ាងនេះហើយបាមេជាមនោះលុះក្នុងប្រវាញ់ជូនកិច្ចចោលនាំមេណូម៉ាតានោះមករបស់នាងមែនអញនឹងលោតទៅខំវាត្រង់កឲ្យស្លាប់តែម្ដងមេចចកធ្វើតាមពាក្យរបស់ប្តីខ្លួនសពគ្រប់ក៏បាននាងមេណូម៉ាតានោះជាសម្លាញ់មែនហើយពោលប្រាក់រឿងរ៉ាវតាមលំអានពាក្យស្វាមីមេជាមពោលថាប្តីនាងស៊ីញាតិរបស់ខ្ញុំអស់ច្រើនគ្នាហើយឥឡូវចង់ស៊ីខ្ញុំទៀតឬខ្ញុំខ្លាចណាស់មិនហ៊ានទៅទេមេចចកថាកុំខ្លាចអីមិនដែលល្បីថាសត្វស្លាប់ហើយអាចធ្វើឲ្យគេភ័យទៀតទេហើយណាមនាងមេណូម៉ាតានោះមកចចកបូតិមង្សៈឬសូជើងសត្វទាំងពីរនោះមកគិតថាយីអស់ចាណាស់មីជាមនេះលុះក្នុងអំណាចប្រវាញ់ជូនកិច្ចប្រពន្ធអានហើយតើហើយអោតក្បាលរមិលមើមេជាមឃើញអាការៈចចកធ្វើដូច្នោះទើបស្រែកអាក្រក់យ៉ាងខ្លាំងដោយពាក្យអាស្រ័យភាសាថាអាចង្រៃនេះមានធัวលាមុខណាសុយវាពុតធឿជាស្លាប់ដេកលក់វាឲ្យប្រុងបញ្ឆោតសម្រាប់អញធ្វើអាហារចំណីរបស់វាបើគុំតែអញឃើញតួនម្នេះសំជាឆ្ងាញ់វាយ៉ាងណាទៅអេហើយងាកក្បាលស្ទូបោយ៉ាងលឿនទៅមេចចកវេនិយាអស់សង្ឃឹមហើយក៏ចោតែស្ដីបន្ទោសចចកជាប្តីខ្លួននោះដោយគាថាភ្នំខោសិសមៈអ៊ុំម៉ាតោឌុមេថោអវិជ្ជកោណោយោភ្នំមេតាលយ៉ាងកត្វាអកាលេនវៈពេកុសិណែអ្នកចង្រៃអ្នកណាធ្វើពុតជាស្លាប់រមើលខុសកោលអ្នកនោះជាសត្វឆ្កួតមានគំនិតអាក្រក់មិនចេះពិចារណាចចកឈ្មោះបូតិមង្សៈតលពុផាក៏នៅស្ងៀមបាក់តែភ្នែកសម្លឹងប្រពន្ធមីមីសរយទុំលេងទាំងដេញទៀតផងព្រោះប្រពន្ធជន់កាយជាប់